សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមករៀនភាសាអង់គ្លេសដែលទាក់ទងនឹងការប្រើប្រាស់នៅកន្លែងការងារអូខេឥឡូវខ្ញុំនឹងអានឲ្យអ្នកទាំងអស់គ្នាហើយនឹងពន្យល់ទី1 deadline ថ្ងៃកំណត់ example we must finish the report before the deadline we must finish the report before the deadline បកថាយើងត្រូវតែបញ្ចប់របាយការណ៍មុនថ្ងៃផុតកំណត់ 2 college មិត្តរួមការងារ My colleagues are very supportive. My colleagues are very supportive. មិត្តរួមការងាររបស់ខ្ញុំគាំទ្រខ្ញុំខ្លាំងណាស់ 3 promotion ការដំឡើងឋានៈ She received a promotion last month. She received a promotion last month បានទទួលការឡើងឋានៈកាលពីខែមុន 4 interview ការសម្ភាសន៍ example I have a job interview tomorrow I have a job interview tomorrow ខ្ញុំមានការសម្ភាសន៍ការងារនៅថ្ងៃស្អែក 5 Chief Executive Officer ឬក៏គេហៅជាធម្មតាគេហៅ CEO yeah so អ្នកនរគ្នាត្រូវតែដឹងថាពាក្យ CEO គឺមកពីពាក្យអ្វី CEO គឺមកពីពាក្យ Chief Executive Officer ឬក៏ហៅកាត់ថា CEO នាយកប្រតិបត្តិ The CEO announced the new strategy The CEO announced the new strategy នាយកប្រតិបត្តិបានប្រកាសពីយុទ្ធសាស្ត្រថ្មីអូខេ Thank you bye bye កុំភ្លេចជួយ like follow Facebook ហើយនឹង YouTube ខ្ញុំម្នាក់មួយផងណា Thank you bye bye